សួស្តីឥឡូវយើងជួបគ្នាម្ដងទៀតនៅក្នុងមេរៀន DeFi Index Tutorial នៅក្នុងវីដេអូនេះគឺយើងស្វែងយល់ពី DeFi Render Artificialize នេះជា Scene Interior Demo របស់ DeFi យើងចូលទៅក្នុងកាមេរ៉ាមួយនេះចឹងនេះជា option Scene របស់យើងនៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំបញ្ចូលជាលក្ខណៈ idea general របស់ lighting ឲ្យយើងមើលនៅក្នុង DeFi និងរបៀប control បន្តិចនៅក្នុងនេះសម្រាប់អ្នកដែលអត់ទាន់សូវស្គាល់ពី DeFi អាចនឹងមានបញ្ហានឹងកើតឡើងទីមួយលក្ខខណ្ឌនេះយើងឃើញថានៅក្នុង scene នេះនៅលើ layer នេះយើងឃើញមាន crease នៅកន្លែងនេះគឺ default layer របស់យើងគឺបានបិទ night option នេះឃើញយើងកន្លែងបិទបាត់នេះអញ្ចឹងលក្ខខណ្ឌនេះនៅពេលដែលយើង create light របស់យើងគឺវានឹងចូលទៅក្នុងហ្នឹងហើយវានឹងបិទដូចគ្នាអញ្ចឹងត្រូវចាត់កន្លែងនេះមួយដោយសារតែខ្ញុំកុំមកប្រើ DeFi អញ្ចឹងពេលខ្លះខ្ញុំអត់បានមើលកន្លែងហ្នឹង create ទៅរកអត់ឃើញដើម្បីយើងមកមើលនៅលើ layer គឺយើងឈរនៅលើ layer ដែលបិទអញ្ចឹងយើង break មកក្នុង default layer ឬក៏យើង create layer ថ្មីឲ្យវាartificial light អូខេយើងដាក់វាជា default layer ហើយនៅក្នុង scene នេះយើងចូលមកក្នុងផ្នែកខាងក្រោមដែលតាក់ទងជាមួយនឹង hierarchy យើងដូរ filter របស់វាទៅជា light option អញ្ចឹងយើង display តែ light ទេនៅក្នុងនេះលក្ខខណ្ឌកន្លែងនេះជាទូទៅគឺតែងតែកើតឡើងសម្រាប់អ្នកដែលទឹករៀន rendering គឺដាក់ light ចូលតែ light អត់ភ្លើងលក្ខខណ្ឌកន្លែងនេះទី1គឺវា affect ជាមួយនឹង environmental light ជាទូទៅនៅពេលដែលវាមានពន្លឺព្រះអាទិត្យ environment light artificial light របស់យើងដាក់ចូលគឺអត់សូវភ្លឺទេលក្ខខណ្ឌមួយទៀតប្រភេទពន្លឺគឺវាខ្វះ intensity អញ្ចឹងយើង increase intensity របស់វាឲ្យធំដើម្បីឲ្យវាបំភ្លឺ scene របស់យើងនេះគ្រាន់តែជា concept តូចមួយដែលយើងអាចចំណាំខ្លួនឯងនៅពេលដែលយើងជួបបញ្ហាបែបនេះយើងគួរតែធ្វើម៉េចអញ្ចឹងនៅក្នុង scene នេះទី1គឺខ្ញុំចូលមកក្នុង HDRI ដែលជា environment light ហ្នឹងដែលប្រើនៅក្នុង scene ហ្នឹងដាក់វាមក0អញ្ចឹង scene របស់យើងលែងមាន environment light អីទី2គឺខ្ញុំ disable light ដែលមាននៅក្នុង scene ហ្នឹងចេញអញ្ចឹង light ដែលមានប្រមាណគឺយើងបិទចោលលក្ខខណ្ឌនេះខ្ញុំបិទដើម្បីឲ្យយើងងាយស្រួលក្នុងការ preview ជាមួយនឹង light ដែលយើង apply ចូលតាមក្រោយចំពោះលក្ខខណ្ឌ cell illumination ជាទូទៅគឺវាអត់ strong ប្រហែលទេយើងអាច keep វាប៉ុណ្ណឹងឬក៏យើងចង់បិទវាចោលក៏បានដែរយើង create scene មួយថ្មីខ្ញុំអាចដាក់វាទៅលើនេះហើយ rename វាដូចគ្នានេះជាចំណុចបន្តិចដែលយើងគួរតែដឹងពីការធ្វើការនៅលើ lighting ឥឡូវយើងមើលពីរបៀបបង្កើត artificial light នៅក្នុង DeFi អញ្ចឹង option នេះគឺវាគឺជា tool មួយនៅក្នុង DeFi render ដែលស្ថិតនៅផ្នែកកណ្ដាលនេះអញ្ចឹងលក្ខខណ្ឌនេះ DeFi បាន add មុខងារមួយចំនួនអាចច្រើនជាងមុខងារដែលយើងឃើញពីវីដេអូមកដំបូងបន្តិចភាសានេះជា version ក្រោយមួយទៀតអញ្ចឹងផ្នែកខាងមុខនេះគឺ add light DeFi light DeFi artificial light យើងคลิกនៅលើហ្នឹងយើងនឹងឃើញ light របស់យើងមាន4ប្រភេទទី1គឺ point light ទី2គឺ spotlight ទី3 strip light ទី4 rectangle light អញ្ចឹងនៅក្នុង DeFi វាមានលក្ខណៈរបស់វាគឺ flexible អញ្ចឹងអាច select light មួយណាក៏បានដែរហើយយើងអាចដូរប្រភេទ light របស់វាទៅតាមអ្វីដែលយើងចង់បានលក្ខខណ្ឌតែមួយដែលវាអាចថាធ្វើឲ្យយើងច្រឡំបានគឺឈ្មោះរបស់វាអញ្ចឹងនៅពេលដែលយើងคลิกនៅលើ point light ហើយយើង place នៅក្នុង scene របស់យើងអាច move ឡើងមកលើបាន
ហើយយើងមើលមកកន្លែង inspector ចឹង inspector នៅក្នុង lighting វាអាចនឹងមានប្រយោជន៍សម្រាប់យើងដែរតាក់ទងជាមួយនឹងការ place location របស់វា basic option ដែលយើងស្វែងយល់ពីវីដេអូមុនហ្នឹងចឹងនៅក្នុងលក្ខខណ្ឌមួយចំនួនការអង្គិល light របស់យើងប្រហែលជាមានលក្ខណៈពិបាកបន្តិចចឹងយើងអាចឲ្យតម្លៃរបស់វានៅតាមនេះដើម្បីងាយស្រួល control position របស់វាឲ្យត្រូវទីតាំងដែលយើងចង់បាន lighting របស់យើងហើយអ្វីដែលយើងត្រូវដឹងគឺនៅកន្លែងនេះ light attribute ចឹងវាឈ្មោះថា light attribute ដែលជាប្រភេទនៃ light ចឹងយើងឃើញទេយើង place point light ចូលគឺយើងទទួលបាន point light ហើយយើងអាចដូរ light របស់យើងទៅតាមប្រភេទដែលយើងចង់បានទាំង4ពន្លឺហ្នឹងតែអ្វីដែលខ្ញុំប្រាប់យើងថាអាចធ្វើឲ្យយើងច្រឡំគឺនៅក្នុងលក្ខខណ្ឌនេះចឹងនៅពេលដែលយើង place light របស់យើងមកគឺវានឹងកំណត់ឈ្មោះរបស់វាទៅតាមពន្លឺដែលយើង select ហើយយកមក place នៅលើហ្នឹងលក្ខខណ្ឌនេះខ្ញុំប្រាប់យើងតែខ្ញុំអត់ process ទៅ VA ច្រើនទេបានន័យថាយើងព្យាយាមត្រឡប់ rename ពេលដែលយើងធ្វើការនៅលើ live របស់យើងត្រឡប់ rename វាកុំឲ្យយើងច្រឡំយើងគ្រាន់តែដូរឈ្មោះឲ្យវាទៅគឺយើងអាច select ប្រភេទពន្លឺរបស់យើងចង់បានទេអញ្ចឹងយើងអត់ចាំបាច់ធ្វើការ select lighting របស់យើងឲ្យតាមប្រភេទដែលយើងចង់បានពីដំបូងទៅទេយើងគ្រាន់តែ click មួយមកហើយ rename ទៅលើវាឥឡូវយើងបែកចូលទៅមើលនៅក្នុងនេះបន្តិចខ្ញុំមកយើងមើលទៅតជាមួយនឹង lighting របស់យើងចឹងនេះគឺជា block មួយនៅក្នុង Define Render តើតើជាមួយនឹង Best Practice of Interior Lighting for SketchUp អត្ថបទនេះប្រហែលជាយូរមកខ្ញុំគិតថាវាយូរគួរសមតែអ្វីដែលខ្ញុំចង់បង្ហាញនោះគឺនៅក្នុងកន្លែងនេះ Active Visual Light Option លក្ខខណ្ឌកន្លែងនេះភាគច្រើនគឺគ្នាយើងតែងតែកាត់ផ្ដាច់ពីប្រភេទពន្លឺមួយទៅប្រភេទពន្លឺមួយជា idea ពន្លឺរបស់វាអត់សំខាន់ថាវាយ៉ាងម៉េចទេគឺវាអាចប្រើការបានដូចគ្នាអ្វីដែលវាអាចនឹងខុសគ្នាគឺតកតងជាមួយនឹង shape នៃ shadow shape នៃ light ដែលវាចាំងទៅលើ object របស់យើងអញ្ចឹងបើសិនជា scene របស់យើង apply point light អីហ្នឹងដាក់ចូលទៅ scene របស់យើង okay យើងអាចប្រើ point light បានតែនៅពេលដែលយើងប្រើ point light scene របស់យើងអត់ okay អត់ត្រូវនឹងអ្វីដែលយើងចង់បានយើងដូរពី point light ទៅ spotlight rectangular light អញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវដឹងពីវាអត់មានច្បាប់ដែល fit ជាមួយនឹងការ select light មកប្រើទេគឺវាជាការអាស្រ័យទៅលើ concept របស់អ្នក create អញ្ចឹងលក្ខខណ្ឌនេះខ្ញុំគ្រាន់តែដកកន្លែងនេះឲ្យយើងយល់ពីករណីទូទៅអញ្ចឹង effect របស់វាជាទូទៅ point light គឺវាចាំង360 degree នេះគឺធៀបវាទៅជា light bulb rectangular light នៅក្នុងលក្ខខណ្ឌនេះខ្ញុំមិនដឹងថាហើយអ្វីបានជា strip light មាន property របស់វាដែលអាចដូរ shape របស់វាដូច rectangle light បានទេតែជា idea យើងបេះនៅលើ structure របស់គេគឺគេ recommend rectangle light នេះសម្រាប់ឲ្យយើងធ្វើការនៅលើជាលក្ខណៈ scene ទូទៅក៏ដូចជា space ធំជាជាងការប្រើ strip light អញ្ចឹង strip light នេះគឺគេ recommend ជាលក្ខណៈ light អំពូលដែលវាមានលក្ខណៈជាលក្ខណៈ tip អញ្ចឹង spotlight យើងដឹងហើយគឺវាចាំង360 degree sorry spotlight គឺពន្លឺដែលវាចាំងជាលក្ខណៈ shape របស់វាដែលអាចយក IS យកមកប្រើការបានលក្ខខណ្ឌដែលខ្ញុំ mention ជាមួយនឹង strip light និង point light គឺ strip light ជាមួយនឹង rectangular light នៅពេលដែលយើង select strip light គឺវាមាន size របស់វាកន្លែងនេះយើងអាចឲ្យ size របស់វាធំបានលក្ខខណ្ឌកន្លែងនេះតាមពិតទៅ strip light អត់គួរឲ្យ modify កន្លែងនេះបានទេកន្លែងហ្នឹងគួរតែ fix អ្វីដែលយើងអាចកែបានគឺប្រវែងរបស់វាដោយសារតែយើងមាន rectangle light ដើម្បីធ្វើការនៅលើ option ហ្នឹងហើយនៅពេលយើង switch ទៅ strip light វិញយើងឃើញទេ size កន្លែង x នេះគឺវាទៅបែបហ្នឹងគឺវា reset rectangle light ដូចគ្នាដែរអូខេអញ្ចឹងយើងបែកមើល scene របស់យើងវិញអញ្ចឹងលក្ខខណ្ឌនេះពន្លឺរបស់វា
គឺមានលក្ខណៈ property ទៅទាំងគ្នាចឹងយើងមើលជាលក្ខណៈ general parameter ដែលវាសំខាន់ទី1គឺ intensity របស់វាចឹង intensity របស់វាមានលក្ខណៈពីរខ្នាតយើង option នេះយើងអត់ចាំបាច់ខ្វល់ពីវាពេកទេយើងអាច keep វាធម្មតាទៅ default របស់វាហើយយើង control ជាមួយនឹងតម្លៃរបស់វាវិញហើយទី2ក៏តង់ជាមួយនឹង color របស់វាចំណែកឯ caustic នេះវាជា effect មួយដែល generate តង់ជាមួយនឹង caustic effect ទេអញ្ចឹងវា link ជាមួយនឹង function របស់វាលក្ខខណ្ឌកន្លែងនេះបើយើងចង់ចេះពីវាទៅ research តង់ជាមួយនឹងការ create caustic ហើយវា link ជាមួយនឹង material link ជាមួយនឹង environment like អីចឹងអូខេយើងបដោតទៅលើ color របស់វាអញ្ចឹង light កម្លាំងពលឺរបស់វា control ជាមួយនឹងដោយ intensity និងការកំណត់ color របស់វាអញ្ចឹងគឺវាតែងតែមាន temperature ក៏ដូចជា color អញ្ចឹងជាទូទៅគឺយើងប្រើលក្ខណៈ temperature ច្រើនជាង cold light អញ្ចឹងលក្ខខណ្ឌកន្លែងនេះចែកឲ្យដាច់ចែកច្រឡំនៅពេលដែលយើងនិយាយពី temperature របស់វានៅពេលដែលយើងអស់ទៅជាលក្ខណៈ cold គឺវានឹង cold តែបើយើងនិយាយពី white balance វិញគឺវាធ្វើការផ្ទុយពី temperature យើងអស់ទៅ cold គឺវានឹង warm ចឹងនៅក្នុងលក្ខខណ្ឌនេះយើងមាន option visible in reflection ដូចគ្នាយើងអាច disable បាននិង show light shape យើងអាចឃើញ light របស់យើងនៅលើ scene របស់យើង option នេះជាទូទៅគឺយើងបិទវាចោលអូខេនៅក្នុងលក្ខខណ្ឌរបស់យើង parameter មួយដែលសំខាន់របស់ DeFi គឺតាក់ទងជាមួយនឹង attenuation radius ចឹង option នេះខ្ញុំគិតថា DeFi គឺល្អដែលអាចឲ្យយើងកំណត់ពីទំហំដែល light effect ទៅនៅក្នុង scene របស់យើងនៅពេលដែលយើង increase យើងនឹងឃើញ shape នៃ light ចឹងវា affect ក្នុង scene របស់យើងណាឃើញគឺវា affect តូចជាងមុន area ដែលវា affect អញ្ចឹង option នេះគឺវាមានគ្រប់ function របស់ light អញ្ចឹង shape របស់វាគឺអាស្រ័យទៅនឹងប្រភេទ light ដែលយើង select ដូចគ្នាអញ្ចឹង spotlight របស់យើងចាំងតែផ្នែកខាងលើយើងអស់ឲ្យវាធំមកគឺវានឹង affect ដល់ក្រោម online របស់យើងហើយយើងមាន function របស់យើងនេះ light source radius របស់វានេះតទៅជាមួយនឹង shape shadow ទំហំរបស់វាធំគឺនឹង show ទំហំរបស់វាតូចគឺ shape spotlight ដូចគ្នា show ជាមួយនឹង shape យើងមាន count control របស់យើងយើងគ្រាន់តែ select IS ឬក៏យើងអាច load IS ដោយលក្ខណៈ customize IS ដូចគ្នាតទៅជាមួយនឹង spotlight អញ្ចឹង IS យើងដឹងហើយវាជាប្រភេទពន្លឺមួយរបស់ spotlight គ្រាន់តែវាមាន shape របស់វា count អូខេ define ឲ្យយើងអាចកែនៅលើនឹងបានfunction ILI ជាទូទៅគឺយើងអាចកែ shape របស់វាបានទេតែប្លែកនៅកន្លែងនេះ define អាចកែបានលក្ខខណ្ឌ flexible ច្រើនរបស់ define គឺល្អក៏ប៉ុន្តែបើសិនជាយើងប្រើវាអត់បានល្អទេ scene របស់យើងនឹងមានបញ្ហាទៅតាមនឹងដែរនេះពេលដែលយើង switch ទៅជាលក្ខណៈ rectangular light អញ្ចឹង shape របស់វានៅក្នុងលក្ខខណ្ឌនេះគឺវា show ជាលក្ខណៈ
bend or angle bend or length អញ្ចឹងគឺវាដូរ option មិនដូចគ្នាទេគ្រាន់តែវាដូរឈ្មោះនេះដូច count នៅក្នុង spotlight អញ្ចឹងណាហើយយើងមាន option នេះដើម្បីកំណត់ effect របស់វាអញ្ចឹងប៉ាម៉ែត្ររបស់វាគឺវាដូចជាការ combine របស់ spotlight ជាមួយនឹង point light វាមាន shape របស់វា move និង square អូខេអញ្ចឹងលក្ខខណ្ឌនេះគឺវាដូចគ្នាទេអ្វីដែលយើងចង់មើលគឺកន្លែងតាក់ទងជាមួយនឹង strip light អញ្ចឹង strip light យើងអាចយកវាមកប្រើនៅក្នុងនេះជាក់ស្ដែងក៏យើងអាចប្រើ rectangle light បានដែរតែយើងអាចប្រើវាជាលក្ខណៈ strip light បានអញ្ចឹងយើងគ្រាន់តែ place ចូលមកក្នុង inspector កំណត់ទំហំ size របស់វាហើយយើងអាចអង្គលនេះមកអញ្ចឹងការ control នៅក្នុង basic ដែលជា inspector របស់ light គឺវាមានលក្ខណៈងាយស្រួលជាងការ select វាហើយធ្វើ modify ពីលើវាអញ្ចឹង parameter របស់វាពេលដែលយើងមើលគឺវាដូរជាមួយនឹង rectangular light ទាំងអស់ rectangular light ទាំងអស់អញ្ចឹងយើងអាចកំណត់ internal error នេះដើម្បីឲ្យ light ហ្នឹង affect តែ part ណានៅក្នុង area ហ្នឹង